បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញពីគន្លឹះក៏ដូចជាការភ្ជាប់គម្រោងនិងផ្ដាច់គម្រោងរបស់ Smart ដែលបងប្អូនបញ្ចូលទៅវាតែងតែបាត់លុយ2 3សេនឬក៏អ្នកខ្លះទៅកាប់ទាំងអស់តែម្ដងហើយអ៊ីនធឺណិតវាអត់ដើរទេគឺយើងអត់ដឹងថាវាបាត់ទៅលើគម្រោងអីណាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញបងប្អូនអំពីរបៀបផ្ដាច់ហើយយើងភ្ជាប់គម្រោងថ្មីគឺបាន 8G បងប្អូនយើងឡើងបាន 5G ដូចមុនហ្នឹងបើបងប្អូនអត់ដឹងរបៀបដូរគឺបានតែ 5G ដដែលណាបងប្អូនអញ្ចឹងបងប្អូនត្រូវភ្ជាប់តាមខ្ញុំមកធានាថានឹងផ្ដាច់ហើយគឺភ្ជាប់បាន 100% ទាំងអស់គ្នាណាបាទអញ្ចឹងកុំឲ្យខាតពេលយូរបាទដូចថាវីដេអូវាអាចនឹងរៀងវែងតាទី1យើងចូលផ្ដាច់គម្រោងដោយខ្លួនឯងណាបងប្អូនហើយយើងចុចផ្ដាច់ដោយខ្លួនឯងហើយទី2បងប្អូនទេទៅក្រុមហ៊ុនបាទខ្ញុំនឹងបង្ហាញឲ្យច្បាស់តែម្ដងគឺអត់ឲ្យបងប្អូនពិបាកមើលទេតោះឥឡូវយើងផ្ដាច់ដើម្បីផ្ដាច់គម្រោងខ្លួនឯងចុចដោយខ្លួនឯងទី1បងប្អូនចូលក្នុង Dealer កន្លែងយើង call ហ្នឹងបាទអញ្ចឹងយើងចុចផ្កាយ1200បាទផ្កាយ1200ត្រង់ជ្រូកហើយបញ្ជូនមកបងប្អូននេះបញ្ជូនមកអញ្ចឹងវានឹងលោតគម្រោងឬក៏សេវាផ្សេងដែលទូរស័ព្ទឬក៏ SIM របស់យើងជាប់ហ្នឹងបងប្អូនអញ្ចឹងក្នុងបើខ្ញុំនេះគឺវាអត់មានជាប់អីញ៉ៃទេគឺវាជាប់បាទឥឡូវគេឲ្យបង្ហាញឈ្មោះបងប្អូនកន្លែងនេះយើងចុចទី1គឺឲ្យបង្ហាញឈ្មោះសេវាកម្មទាំងអស់ហើយទី2គឺយើងបញ្ឈប់សេវាកម្មនៅវាភ្ជាប់នៅក្នុងទូរស័ព្ទយើងហ្នឹងប៉ុន្តែឥឡូវយើងចង់ដឹងថាទូរស័ព្ទយើងហ្នឹង SIM ហ្នឹងវាជាប់សេវាកម្មឬគម្រោងអីខ្លះបងប្អូនអញ្ចឹងយើងចុចលេខ1សិនបាទយើងចុចលេខ1ហើយបញ្ជូនមកលេខ1ហើយផ្ញើទៅបាទចង់ដឹងណាបងប្អូនព្រោះវាតែងតែកាត់អីចឹងណា SIM ផ្សេងតែនេះខ្ញុំគ្រាន់តែឧទាហរណ៍ទេ SIM ខ្ញុំគឺជាប់តែទី1គឺសេវាកម្ម Digital ហើយទី2គឺសេវាកម្មទូរស័ព្ទធម្មតាទេតោះអញ្ចឹងអានេះខ្ញុំចុចបោះបង់មកវិញអញ្ចឹងដើម្បីចុចផ្ដាច់បងប្អូនចុចភាសាទៀតមកបាទ1200ត្រង់ជ្រូកបាទបញ្ជូនមកហើយយើងចុចលេខ2តែម្ដងណាបងប្អូនយើងចុចផ្ដាច់គឺយើងចុចលេខ2មកតែយើងផ្ដាច់បានម្ដងមួយទេបងប្អូនបើសិនជាគម្រោងឬសេវាកម្មយើងច្រើនយើងចុចផ្ដាច់បានតែម្ដងមួយតែឥឡូវយើងចុចលេខ2ដើម្បីបញ្ចប់សេវាកម្មទាំងអស់បាទបញ្ចប់ឬក៏បញ្ឈប់សេវាកម្មទាំងអស់ហ្នឹងកុំឲ្យវាចេះតែកាត់លុយស៊ីលុយផ្ដេសផ្ដាសណាបងប្អូនបាទអញ្ចឹងសេវាកម្មខ្ញុំមាន2ទី1សេវាកម្ម Digital អញ្ចឹងខ្ញុំផ្ដាច់ទី1សិនមកបាទខ្ញុំចុចទី1ហើយខ្ញុំចុចផ្ញើបាទឥឡូវកន្លែងនេះគេឲ្យចុចបញ្ជាក់ណាបងប្អូនចុចលេខ1ទៅគឺគេនឹងផ្ដាច់សេវាកម្មហ្នឹងហើយប៉ុន្តែដោយសារទូរស័ព្ទខ្ញុំគឺខ្ញុំទឹមតែបញ្ចូលលុយមិញណាអញ្ចឹងបើទូរស័ព្ទបងស៊ីមបងប្អូនបើពេលដែលបញ្ចូលទៅវាបាត់អាហ្នឹងយើងមានន័យតែលុយទៅបញ្ចូលទេអញ្ចឹងបងប្អូនចុចបញ្ជាក់មកវាបាត់ទៅបាទយើងចាំភ្ជាប់ថ្មីតាមខ្ញុំបងប្អូនកុំឲ្យវាបាត់ទៀតណាហើយចាំខ្ញុំប្រាប់តាំងរបៀបឆែកដើម្បីបងប្អូនខ្លះហ្នឹងគាត់ចេះបញ្ចូលវាភ្ជាប់ប៉ុន្តែគាត់អត់ចេះឆែកទៅអញ្ចឹងទៅអត់ដឹងមានលុយប្រមាណទេបាទពេលយើងប្រើហ្នឹងអត់ដឹងថាប្រើអស់ប្រមាណនៅសល់ប្រមាណទេបាទតើអូខេកន្លែងនេះបើបងប្អូនចង់ផ្ដាច់គឺចុចលេខ1បញ្ជាក់មួយទៀតមកណាតែខ្ញុំអត់ផ្ដាច់ទេគឺខ្ញុំចុចបង្ហាញបងប្អូនទេបាទកន្លែងហ្នឹងអាហ្នឹងវិធីទី1ហើយបងប្អូនចង់ផ្ដាច់ឲ្យគម្រោងផ្សេងបងប្អូនចុចតាមហ្នឹងមិញទៀតណាបងប្អូនមើលទៅគឺយល់ហើយតែឥឡូវកុំឲ្យខាតពេលយូរអញ្ចឹងខ្ញុំបង្ហាញមួយវីដេអូទៀតមួយវិធីទៀតដែលយើងខលទៅក្រុមហ៊ុនណាបងប្អូនគឺយើងធានាថានឹងបានជោគជ័យទាំងអស់គ្នាតែយើងចុច1204បាទអញ្ចឹងយើងបញ្ជូនមកបងប្អូនយើងចុចបញ្ជូនមកហើយពេលបញ្ជូនហ្នឹងយើងចុចសំឡេងស្ដាប់មកនេះបងប្អូនវាស្រួលស្ដាប់សូមស្វាគមន៍ដល់ការក្រុមហ៊ុនស្មាតសម្រាប់ភាសាខ្មែរសូមចុចលេខ1គេឲ្យចុចលេខ1អញ្ចឹងយើងចុចផ្ទាំងនេះបងប្អូនខ្លះអត់ដឹងលេខ1នៅណាទេបាទយើងចុចផ្ទាំងហ្នឹងមកគឺវាចេញលេខហ្នឹងបាទយើងចុចលេខ1មកគ្រប់គ្រងការប្រើប្រាស់លេខទូរស័ព្ទបានគ្រប់យ៉ាងជាមួយ Smart Now App អូខេកន្លែងនេះគឺយើងស្ដាប់ផ្លែតណាបងប្អូនវាអត់យូរប្រហែលទេប្រហែលជានឹងទទួលបានការផ្ដល់ជូនពិសេសជាមួយនាទីទេបងប្អូន Smart Now App ឥឡូវនេះដោយឥតគិតលុយពី App Store ហើយអត់ដល់1នាទីទេបងប្អូនដើម្បីទទួលបានគ្រប់យ៉ាងដែលអ្នកត្រូវការក្នុងដៃរបស់អ្នកខ្ញុំនេះជាណាហើយខ្ញុំនឹងជួយលោកអ្នកក្នុងថ្ងៃនេះលុយនៅក្នុងកណន័យចម្បងរបស់អ្នកមាន1សេនមានសុពលភាពរហូតដល់ថ្ងៃទី
21 ខែតុលា2024ក្នុងរយៈពេល24ម៉ោងចុងក្រោយ ខ្ញុំអត់ស្តុបទេដោយសារឲ្យស្ដាប់បងប្អូនស្ដាប់ចឹងណា សម្រាប់ការភ្ជាប់គម្រោង ដើម្បីស្រួលចុចតាមខ្ញុំ កំពុងប្រើប្រាស់គម្រោង Smart ល្អមួយអ្នកមានទិន្នន័យ5 GB 500នាទីសម្រាប់ បងប្អូនបើខ្ញុំភ្ជាប់អាហ្នឹងខ្ញុំប្រើយូរណាតែនៅសល់ 5G ទៀត 5G ជាងទៀត រហូតដល់ថ្ងៃទី22ខែតុលា2024 អធិស្ឋានបងអានេះស៊ីមរបស់ស៊ីមផ្សេងទៅតិចទៀតតិចទៀតខ្ញុំជួយបងប្អូនមើល សម្រាប់ព័ត៌មានអំពីគម្រោងនិងសេវាកម្មរបស់ Smart សូមចុចលេខ1 អូខេនៅពេលកន្លែងហ្នឹងបងប្អូនចុចលេខ1មកពេលគេនិយាយអញ្ចឹង ដើម្បីពិនិត្យមើលគម្រោងការចំអករបស់អ្នកសូមចុចលេខ1ដើម្បីពិនិត្យមើលសេវាកម្មរបស់អ្នក យើងចុចលេខ0មកហ្នឹងបងប្អូនចុចលេខ1ហើយលេខ0គេនិយាយតែ1ម៉ាត់2ម៉ាត់ហ្នឹងយើងចុចលេខ0ទៅបាទគឺតាក់ទងទៅក្រុមហ៊ុននេះបងប្អូន ហាក់ចូលរបស់លោកអ្នកនឹងត្រូវបន្ថប់ចម្លងក្នុងគោលបំណងដើម្បីពង្រឹងរេងនោះលើគុណភាពនៃការផ្តល់សេវាកម្មជូនលោកអ្នក គេលើក សូម ឡើង ឲ្យ បង បន្ ប្អូ ទុ ន កពី1ដល់10ការហៅរបស់លោកអ្នកត្រូវបានភ្ជាប់ទៅកាន់ភ្នាក់ងារ Smart សូមអរគុណ លន់ទឺតហ្នឹងបងប្អូននេះអញ្ចឹងគឺចូលទៅដល់ក្រុមហ៊ុនហើយអញ្ចឹងគេសួរយើង ឃើញហ្នឹងបងប្អូនអញ្ចឹងគេលើកឲ្យបងប្អូនប្រាប់ទៅបាទឲ្យគេផ្ដាច់គម្រោងដែលឬក៏សេវាកម្មដែលមាននៅក្នុងស៊ីមរបស់បងប្អូននឹងចោលណាហើយខ្ញុំប្រាប់ច្បាស់ហើយបងប្អូនអាចអនុវត្តតាមខ្ញុំមក